មានម្ចាស់ហាងនំប៉ាវចិត្តល្អម្នាក់ពេលគាត់ឃើញមានអ្នកសុំទានជាច្រើននៅតាមផ្លូវដោយចិត្តអាណិតរាល់ថ្ងៃមុនបិទហាងគាត់តែងយកនំប៉ាវដែលលក់មិនអស់ទៅកម្ដៅហើយចែកឲ្យពួកគេបរិភោគដោយឥតគិតថ្លៃនៅថ្ងៃដំបូងពួកគេអរគុណគាត់យ៉ាងខ្លាំងរហូតដល់ទៅលុតជង្គង់សំពះគាត់ប៉ុន្តែបន្ទាប់ពីមួយខែក្រោយមកពួកគេចាប់ផ្ដើមទម្លាប់នឹងរឿងនេះរៀងរាល់ថ្ងៃឲ្យតែដល់ម៉ោងពួកគេនឹងមកទទួលនំប៉ាវដោយគ្មានពាក្យអរគុណទៀតឡើយពេលកន្លះឆ្នាំកន្លងទៅម្សៅធ្វើនំឡើងថ្លៃអាជីវកម្មរបស់ម្ចាស់ហាងនំប៉ាវកាន់តែពិបាកពីមួយថ្ងៃទៅមួយថ្ងៃម្ចាស់ហាងមិនអាចទប់ទល់បានទៀតក៏សម្រេចកាត់បន្ថយនំប៉ាវដែលឲ្យអ្នកសុំទានពីមួយថ្ងៃពីរដុំទៅមួយថ្ងៃមួយដុំភ្លាមនោះពួកអ្នកសុំទានទាំងនោះខឹងខ្លាំងណាស់មានអ្នកសុំទានម្នាក់បានយកនំប៉ាវកំពុងក្តៅបោះទៅលើមុខម្ចាស់ហាងហើយស្រែកថាហេតុអ្វីបានជាអ្នកកាត់បន្ថយអាហាររបស់ពួកយើងក្នុងការឆ្លោះគ្នាក៏ធ្វើឲ្យនំប៉ាវទាំងអស់ធ្លាក់ចុះទៅលើដីពេលនោះម្ចាស់ហាងមានអារម្មណ៍ខកចិត្តជាខ្លាំងគាត់មិនដែលនឹកកស្មានដល់សោះថារឿងคล้ายទៅជាបែបហ្នឹងផ្ទុយទៅវិញម្ចាស់ហាងលក់សាច់នៅផ្លូវម្ខាងទៀតដែលល្បីថាកុំរិះចិត្តអាក្រក់អ្នកសុំទានណាឲ្យតែទៅចិត្តផ្ទះហាងប្រកាសជាត្រូវគាត់ដេញចេញមិនឲ្យនៅចិត្តប៉ុន្តែនៅថ្ងៃបន្ទាប់ពីមានរឿងនៅហាងនំប៉ាវដោយគាត់អារម្មណ៍ល្អគាត់ក៏បោះឆ្អើងមួយដុំដែលនៅសល់ប្រហែលថ្ងៃទៅហើយលក់មិនដាច់ឲ្យពួកអ្នកសុំទានទាំងនោះភ្លាមនោះពួកគេអរគុណយ៉ាងខ្លាំងនិងលាន់មាត់សរសើរគ្រប់គ្នាថាម្ចាស់ហាងលក់សាច់ម្នាក់នោះចិត្តល្អនេះហើយគឺជាភាពអាត្មានិយមរបស់មនុស្សគុណមួយសំពៅទោះមួយចូលទៅរលាយគុណអស់មិនដែលមានអ្នកណាចាំថាយើងធ្លាប់មានគុណអ្វីខ្លះចំពោះគេទេប្រសិនបើអ្នកផ្ដល់ដោយគ្មានដែនកំណត់វាមិនត្រឹមតែមិនទទួលបានការដឹងគុណទេប៉ុន្តែវានឹងធ្វើឲ្យការរំពឹងទុករបស់អ្នកដទៃដែលចង់បានពីអ្នកកាន់តែខ្ពស់ឡើងដូច្នេះមិនថាជាមិត្តភាពឬការងារកុំចាប់ផ្ដើមដោយព្យាយាមធ្វើល្អដាក់គេខ្លាំងពេករហូតគ្មានព្រំដែនដោយម្ចាស់ហាងនំប៉ាវគាត់យកភាពល្អបំផុតរបស់ខ្លួនទៅឲ្យអ្នកដទៃរហូតដល់គេគិតថាជារឿងធម្មតាដល់ពេលដែលភាពល្អរបស់គាត់ថយចុះតែបន្តិចគាត់ក៏ក្លាយជាមនុស្សអាក្រក់ភ្លាមកុំឲ្យការផ្ដល់អស់ពីចិត្តរបស់អ្នកក្លាយជារឿងដែលអ្នកដទៃគិតថាគេគួរតែទទួលបានការធ្វើល្អក៏ត្រូវមានដែនកំណត់មិនមែនជាភាពអាត្មានិយមទេតែវាគឺជាវិធីការពារខ្លួនអ្នកមនុស្សល្អគួរតែជួបមនុស្សល្អដូចគ្នាបើការលះបង់ទៅមិនអាចទទួលបានការតបស្នងមិនវិញសូមដកខ្លួនចេញការលះបង់ដែលគ្មានដែនកំណត់នឹងបង្កើតមនុស្សដែលចង់បានគ្មានដែនកំណត់ដូចគ្នាអ្នកតែងតែអត់ធ្មត់តែងតែអនុគ្រោះផ្ដល់ភាពទន់ភ្លន់និងការអត់ឱនទៅអ្នកដទៃហើយលាក់ទុកការឈឺចាប់និងភាពនឿយហត់សម្រាប់ខ្លួនឯងអ្នកគិតថាចិត្តស្មោះអាចបដូរជាចិត្តស្មោះហើយគិតថាការអត់ធ្មត់នឹងនាំមកនូវការយល់ចិត្តប៉ុន្តែការពិតគឺអ្នកកាន់តែស្រួលជាមួយគេកាន់តែលែងទុកអ្នកក្នុងភ្នែកអ្នកកាន់តែអត់ឱនឲ្យគេកាន់តែហ៊ានបំពានអ្នកឡើងពេលវេលាកន្លងទៅភាពល្អរបស់អ្នកคล้ายជារឿងធម្មតាហើយការផ្ដល់របស់អ្នកคล้ายជារឿងដែលគេគិតថាគេគួរតែទទួលបានពួកគេទម្លាប់នឹងការទទួលរហូតដល់ភ្លេចតបស្នងពួកគេទម្លាប់នឹងការអត់ធ្មត់របស់អ្នករហូតធ្វើអីលែងក្រែងចិត្តអ្នកដូច្នេះកុំផ្ដល់អ្វីអស់ពីខ្លួនដោយមិនគិតទៀតភាពល្អរបស់អ្នកត្រូវមានក្បួនខ្នាតត្រឹមត្រូវការផ្ដល់របស់អ្នកត្រូវមានដែនកំណត់មិនមែនគ្រប់មនុស្សសុទ្ធតែស័ក្តិសមនឹងអ្នកឲ្យចិត្តទៅទាំងអស់ទេហើយមិនមែនគ្រប់ទំនាក់ទំនងសុទ្ធតែស័ក្តិសមនឹងអ្នកលះបង់ទាំងអស់ដែររៀនបដិសេធរៀនចិត្តដាច់និងរៀនស្រឡាញ់ខ្លួនឯងកុំឲ្យចិត្តស្មោះរបស់អ្នកទៅចិញ្ចឹមមនុស្សដែលមិនដឹងតម្លៃហើយកុំឲ្យភាពល្អរបស់អ្នកក្លាយជាឧបករណ៍ឲ្យអ្នកដទៃធ្វើឲ្យអ្នកឈឺចាប់